ជាដំបូងសូមគោរពក៏ដូចជាជំរាបសួរអ្នកទាំងអស់គ្នាវិលត្រឡប់សារជាថ្មីម្ដងទៀតហើយមកកាន់ Channel បរិយាយរឿង Tinfi នៅត្រង់វីដេអូមួយនេះយើងនឹងរៀបរាប់បរិយាយអំពីបទពិសោធន៍ខ្លះៗនៃការលាឪពុកទៅរាជធានីដ៏អស្ចារ្យមួយដំណើរផ្សងព្រេងទៅកាន់រាជធានីការលាដ៏មានអត្ថន័យការចេញដំណើរទៅកាន់រាជធានីដើម្បីស្វែងរកជំនួយជាញឹកញយបង្កប់នៅបទពិសោធន៍ដ៏ជ្រាលជ្រៅនិងពោពេញទៅដោយអារម្មណ៍លាយឡំគ្នាជាពិសេសពេលដែលវាចាប់ផ្ដើមដោយការលាឪពុកជាទីស្រឡាញ់នេះមិនមែនត្រឹមតែជាដំណើរផ្លូវកាយតែប៉ុណ្ណោះទេប៉ុន្តែជាដំណើរផ្លូវចិត្តនិងស្មារតីមួយដ៏អស្ចារ្យទី1ភាពក្លាហានមុនពេលចេញដំណើរមុនពេលថ្ងៃរះមកដល់ភាពស្ងៀមស្ងាត់នៃភូមិបានលាយឡំជាមួយនឹងភាពភ័យខ្លាចនិងក្តីសង្ឃឹមក្នុងចិត្តការលាឪពុកគឺជាពេលវេលាដែលពោរពេញទៅដោយទម្ងន់នៃការទទួលខុសត្រូវកម្លាំងចិត្តពីឪពុកទោះបីជាឪពុកមានក្តីបារម្ភក៏ដោយគាត់បានផ្ដល់ពាក្យលើកទឹកចិត្តដ៏មានតម្លៃបំផុតទឹកមុខរបស់គាត់បានបង្ហាញនូវមោទនភាពលាយឡំនឹងភាពព្រួយបារម្ភរបស់ឪពុកម្ដាយកូនត្រូវទៅទាំងមានជំនឿចិត្តភាពក្លាហានជាទ្រព្យដែលគ្មានអ្នកណាអាចលួចបានការសន្យាការចាប់ដៃនិងកសែភ្នែកដ៏មោះមុតមួយបានធ្វើជាការសន្យាស្ងៀមស្ងាត់ថានឹងវិលត្រឡប់មកវិញដោយជោគជ័យ2ការផ្លាស់ប្ដូរទេសភាពនិងអារម្មណ៍ការធ្វើដំណើរពីជនបទទៅកាន់រាជធានីគឺជាការផ្លាស់ប្ដូរមួយដ៏ធំធេងពីធម្មជាតិទៅទីក្រុងវាលស្រែខៀវស្រងាត់និងទម្ងន់ម្លប់ដើមឈើត្រជាក់ត្រូវបានជំនួសបន្តិចម្ដងដោយអគារខ្ពស់ភ្លើងពណ៌ចម្រុះនិងជំនឿសំឡេងរំខានរបស់យានយន្តផ្សេងនេះជាបទពិសោធន៍ដែលបានបង្ហាញពិភពលោកពីរផ្សេងគ្នាការជួបមនុស្សថ្មីតាមផ្លូវបានជួបអ្នកដំណើររួមជោគវាសនាផ្សេងដែលម្នាក់មានជំនឿរឿងរ៉ាវក្តីសង្ឃឹមរៀងខ្លួនការចែកម្លែកបទពិសោធន៍ខ្លះបានផ្ដល់នូវការលួមលោមចិត្តនិងកាត់បន្ថយភាពឯកា3ការតស៊ូក្នុងក្រុងដ៏ធំពេលទៅដល់រាជធានីឧបសគ្គពិតប្រាកដបានចាប់ផ្ដើមរាជធានីគឺជាកន្លែងឱកាសប៉ុន្តែកន្លែងដែលត្រូវបានការតាំងចិត្តខ្ពស់ផងដែរការស្វែងរកជំនួយការដើរពីកន្លែងមួយទៅកន្លែងមួយការសាកសួរនិងការប្រឈមមុខនឹងការបដិសេធជាច្រើនលើកគឺជាផ្នែកមួយនៃបទពិសោធន៍ភាពប៉ិនប្រសប់នៃការរៀនសូត្រដំណើរស្វែងរកជំនួយបានបង្រៀនពីទំនាក់ទំនងរបៀបដោះស្រាយនិងការយល់ដឹងអំពីដំណើរនៃការសម្រេចចិត្តនៅក្នុងស្ថាប័នធំបទពិសោធន៍នេះបានប្រែក្លាយភាពល្ងង់ខ្លៅទៅជាការចេះដឹងនិងប៉ិនប្រសប់ទី4លទ្ធផលនិងមេរៀនដ៏អស្ចារ្យទោះបីលទ្ធផលនៃការស្វែងរកជំនួយបានឲ្យជោគជ័យឬបរាជ័យបទពិសោធន៍ទាំងមូលនេះបានផ្ដល់នូវមេរៀនតម្លៃជាច្រើនដំណើរផ្ទាល់ខ្លួនបានរកឃើញកម្លាំងលាក់បាំងក្នុងខ្លួនឯងដែលនឹកស្មានមិនដល់ភាពក្លាហានដែលទទួលបានពីឪពុកបានក្លាយជាការពិតតម្លៃនៃការជួយគ្នាការដឹងថាជំនួយអាចមកពីប្រភពដែលមិននឹកស្មានដល់និងតម្លៃពិតប្រាកដនៃសប្បុរសធម៌ការយល់ដឹងអំពីការលះបង់យល់កាន់តែច្បាស់ពីការលះបង់របស់ឪពុកម្ដាយនិងតម្រូវក្នុងការតស៊ូដើម្បីគ្រួសារសរុបសេចក្តីមកការធ្វើដំណើរលាឪពុកទៅកាន់រាជធានីដើម្បីស្វែងរកជំនួយគឺជាស្ពានពីភាពក្មេងខ្ចី
ទៅភាពចាស់ទុំជាបទពិសោធន៍ដ៏អស្ចារ្យដែលបានបន្សល់ទុកនៅភាពក្លាហានភាពអត់ធ្មត់និងក្តីសង្ឃឹមដ៏រឹងមាំវីដេអូនេះមានត្រឹមតែប៉ុណ្ណេះសូមគោរពលាកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងសូមអរគុណបាយបាយ